ជំរាបសួរបងប្អូនម្ដងទៀតពេលនេះគឺយើងនឹងចូលទៅការប្រើប្រាស់ជាមួយនឹងការ Connection ដំបូងពាក់ព័ន្ធជាមួយនឹងគឺ CS របស់យើងអញ្ចឹងសំណួរភាសាមុននេះគឺយើងបានដឹងស្រាប់ហើយពីរបៀបនៅក្នុងការចូលទៅប្រើប្រាស់ជាមួយនឹង CS ហើយក៏យើងដឹងថារបៀប link និងរបៀបតភ្ជាប់ផងដែរអញ្ចឹងដើម្បីបង្ហាញបន្ថែមទៀតឲ្យបងប្អូនកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ជាមួយនឹង CS របស់យើងគឺយើងមានជាមួយនឹង folder ចំនួន1ដើម្បីអនុវត្តអញ្ចឹងពេលនេះគឺលោកគ្រូសូមដាក់ជាមួយនឹង folder មួយដែលមានឈ្មោះបច្ចេករបស់យើងនេះឈ្មោះថា CSS បន្តមកទៀត underscore connection បន្តមកទៀតគឺយើងយក folder របស់យើងយកទៅភ្ជាប់ជាមួយនឹង VS Code បាទអញ្ចឹងទៅពេលដែលយើងទម្លាក់ទៅគឺយើងមានជាមួយនឹង VS Code របស់យើងនេះគឺយើងនឹងទទួលបានបច្ចេកថ្មីមួយទៀតបាទអញ្ចឹងយើងបើកជាមួយនឹងបច្ចេករបស់យើងត្រង់នេះយើងឃើញហើយគឺយើងមានឈ្មោះថា CS connection អញ្ចឹងយើងបើកបន្ថែមនៅក្នុង CS connection របស់យើងនេះគឺมันមានជាមួយនឹង file សម្រាប់យើងភ្ជាប់ទេអញ្ចឹងយើងត្រូវតែធ្វើការបង្កើតជាមួយ file ទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យដឹងថាតើពេលដែលយើងបង្កើតជាមួយនឹង folder នឹងហើយតើមានអីប្លែកឬក៏មានជាមួយនឹងផ្នែកអ្វីដែលបង្ហាញនៅក្នុង CSS connection នេះចឹងគ្រូសូមបើក folder នេះមួយដើម្បីយើងត្រៀមនៅក្នុងការបង្កើតហើយនៅក្នុង CSS connection របស់យើងនេះគឺយើងមានជាមួយនឹង folder មួយចំនួនអញ្ចឹងយើងបង្កើត folder មកជាទូទៅធម្មតាគឺយើងមានជាមួយនឹង folder អីបាទ CSS បាទដើម្បីប្រាប់ថាជា folder ដែលយើងប្រើសម្រាប់ style អញ្ចឹងពេលយើង enter មកគឺយើងបង្កើត folder នេះត្រង់នេះមួយហើយនៅក្នុងបច្ចេកដើមរបស់យើងបង្កើត folder មួយទៀតមានឈ្មោះថា img គឺជា folder សម្រាប់ដាក់រូបភាពហើយយើងបង្កើត folder មួយទៀតមានឈ្មោះថា font សម្រាប់បំពេញជាមួយនឹង font របស់យើងដែលយើងត្រូវការប្រើប្រាស់នៅក្នុង website របស់យើងហើយ folder បន្ទាប់ទៀតមានឈ្មោះថា JS ដែលសំដៅទៅលើ folder ប្រើនៅក្នុងscript របស់យើងអញ្ចឹងពេលនេះគឺគោលដៅរបស់យើងគឺយើងចង់បង្កើតជាមួយនឹងដើម្បីឲ្យដឹងពីលក្ខណៈនៅក្នុងការ link CS របស់យើងអញ្ចឹងយើងបង្កើត file មួយឈ្មោះថា HTML ឬយើងបង្កើតជាមួយនឹង index យើងធម្មតាទៅបាទ index នេះគឺជា file ទូទៅដែលយើងប្រើប្រាស់ដើម្បី connection ជាមួយ file HTML អញ្ចឹង HTML របស់យើងគឺបានដើរហើយគឺយើងមាន file HTML មួយនៅក្នុងនេះបាទអញ្ចឹងជាទូទៅនៅក្នុងការ link ជាមួយនឹង style គឺយើងប្រើជាមួយ HTML ជាគ្រោងរបស់យើងគឺ HTML file របស់យើងនេះយើងបាន file HTML មួយហើយបន្តមកទៀតរបស់យើង title នេះគឺយើងដូរអីក៏បានដែរប៉ុន្តែគាត់ទៅពេលនេះគឺយើងប្រើជាមួយនឹង CSS connection ឲ្យបញ្ជាក់ថាវាជា CSS connection នៅក្នុង project មួយនេះអញ្ចឹងយើងភ្ជាប់ជាមួយនឹង HTML របស់យើងនេះទៅជាមួយ CSS អញ្ចឹង CSS របស់យើងគឺអាចដំណើរការទៅបាននៅក្នុងលក្ខណៈ3ទូទៅទី1គឺយើងប្រើជាមួយនឹង h1 ដើម្បីប្រាប់ពី text เนาะបាទអញ្ចឹងយើងប្រាប់ h1 ទៅបាទអញ្ចឹង h1 នេះគឺមានពាក្យថា hello បាទអញ្ចឹងតើ style ទី1របស់យើងគឺមាននឹងដូចម្ដេចអញ្ចឹងពេលនេះគឺយើងប្រើ style ទី1របស់យើងនៅក្នុង HTML របស់យើងគឺយើងប្រើជាមួយនឹងHTML សម្រាប់បង្ហាញទៅ style របស់យើងបាទអញ្ចឹង style របស់យើងនេះគឺយើងមានជាមួយនឹងពាក្យ hello នេះបាទអញ្ចឹង hello នេះយើងចង់ដឹងថាតើវានឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេចដែរអញ្ចឹងយើងដើម្បី style នៅក្នុងនោះបានគឺយើងប្រើប្រាស់ជាមួយ attribute មួយនៅក្នុង text HTML របស់យើងគឺមានពាក្យថា style ហើយយើងប្រើជាមួយនឹង font size បាទឬមួយក៏យើងប្រើជាមួយនឹង color ក៏បានដែរបាទ colorរបស់យើងចង់បានជាមួយនឹងពណ៌អីដែរបាទអញ្ចឹងពណ៌ blue ឬក៏ពណ៌អីក៏បានដែរឲ្យតែវាដំណើរការសិនបាទយើងប្រើប្រាស់ពណ៌ blue មកអូខេអញ្ចឹង font របស់យើងនេះគឺនឹងបដូរទៅជាពណ៌ blue អញ្ចឹងយើងអាចប្រើជាមួយនឹងកម្រិត pixel បន្តទៀតឬមួយក៏យើងដាក់ជាមួយនឹង font size បាទfont size អូខេប្រើពាក្យថា size ដើម្បីពង្រីកជាមួយទំហំ font របស់យើងព្រោះថាវាតូចពេកเนาะបាទអញ្ចឹងយើងដាក់ជាមួយនឹង font size របស់យើងមាន20 pixel យើងសាកល្បងមើលសិនតើវារីកតាមនឹងទេបាទអត់ដើរចាំថា property របស់យើងវាអត់ទាន់ត្រូវអញ្ចឹងយើងប្រើសញ្ញាស្មើបាទយើងប្រើជាមួយនឹង semicolon មួយទៀតសំទោសគឺយើងប្រើជាមួយនឹង double quote ដើម្បីបញ្ជាក់ជា font size របស់យើងគឺអត់បានរីកទេចាំថា font របស់យើងនេះគឺយើងសរសេរអត់ទាន់ដំណើរការល្អទេមានន័យថា font style របស់យើងគឺអត់ទាន់ត្រូវអូខេអញ្ចឹងយើងកុំឲ្យចំណាយពេលច្រើនជាមួយនឹង property ព្រោះ property នេះគឺយើងប្រើប្រាស់ច្រើនហើយមិនជាបញ្ហាទេក៏ប៉ុន្តែថាពេលនេះគឺយើងប្រើប្រាស់ជាមួយនឹងការប្រើ inline เนาะបាទអញ្ចឹងប្រើ inline គឺយើង apply ទៅលើ text នឹងតែម្ដងអញ្ចឹង text ទី1យើងចង់ប្រើជាមួយនឹង font អក្សរពណ៌ blue ឬក៏ពណ៌ yellow ឬក៏ពណ៌ផ្សេងៗគឺយើងអាច apply នៅលើទំហំឬក៏ apply នៅលើ
take នឹងតែម្ដងអានេះគេហៅថា HTML សំដៅគឺ CSS inline ចុះបើសិនបើយើងចង់ប្រើជាមួយនឹងinternal វិញអញ្ចឹង internal គឺយើងមាន2មាន inline ហើយនឹងមានជាមួយនឹងការ link ភ្ជាប់ជាមួយនឹង page ផ្សេងសំដៅគឺនៅក្នុង file ជាមួយគ្នាប៉ុន្តែយើង apply នៅលើខាងផ្នែកខាងលើវិញគឺជាមួយ header អញ្ចឹងយើងសរសេរពាក្យ style នៅខាងលើដើម្បីបង្កើតជាមួយនឹងទម្រង់ style sheet របស់យើងនៅខាងលើនេះហើយចាំយើង link មកជាមួយនឹង H1 អញ្ចឹងការប្រើនៅ style sheet នៅខាងលើនេះគឺយើងអាចប្រើជាទម្រង់2ទី1គឺយើងអាចប្រើ H1 direct តែម្ដងហើយយើងប្រើប្រាស់ជាមួយនឹងសញ្ញា semi column សំដៅគឺសញ្ញាដង្កៀបនេះដើម្បីប្រាប់អំពី style ដែលយើងចង់ apply ទៅលើ H1 ហ្នឹងអញ្ចឹងឥឡូវយើងសុំលុបជាមួយនឹង style ដែលយើងបាន apply នៅលើ inline នេះចោលហើយយើងទៅមើលថាតើនៅក្នុង font របស់យើងនេះគឺដូរទេអញ្ចឹងគឺនៅតែដដែលទេអត់មានផ្លាស់ប្ដូរទៅផ្សេងទេគឺនៅតែ hello ដដែលបាទអញ្ចឹងពេលនេះគឺយើងនឹង apply ទៅលើ H1 របស់យើងគឺយើងសុំដាក់ color របស់យើងបាទសុំទោសយើង back ទៅវិញបាទអញ្ចឹង property យើងអាចមានច្រើនយើងប្រើ color ហើយជាមួយនឹងពណ៌ blue វិញបាទអញ្ចឹងពណ៌របស់យើងគឺបដូរហើយអញ្ចឹងនេះគឺជាទម្រង់ apply នៅក្នុង internal អញ្ចឹងមាន internal មាន inline អញ្ចឹង inline គឺយើង apply នៅលើ text ផ្ទាល់ហើយ internal នេះគឺយើង apply នៅលើទម្រង់នៅក្នុង file តែមួយក៏ប៉ុន្តែថាយើងប្រើនៅក្នុង header ហើយចាំយើង point ទៅរកជាមួយនឹង text របស់យើងអញ្ចឹងយើងប្រើ H1 គឺវាថាយើង point ទៅរក H1 អញ្ចឹងបើយើងមាន H1 ជាច្រើនមានថាយើងអាចប្រើ style តែមួយនេះនៅក្នុងទម្រង់ដូចគ្នាអញ្ចឹងមកគឺយើងមាន hello ជាច្រើនទៀតបាទរួចចុះយើងមានទម្រង់មួយទៀតគឺពាក់ព័ន្ធជាមួយនឹងការ apply បែប external វិញជាការ apply បែប external យើងត្រូវការប្រើប្រាស់ជាមួយ file CSS ផ្សេងទៀតក៏ប៉ុន្តែថា CSS នេះគឺ link នៅក្នុង file របស់យើងតែមួយទេគាត់ថាយើងប្រើជាមួយនឹងការ link ពីចម្ងាយវិញអញ្ចឹងយើងចូលទៅក្នុង សំដៅគឺ CSS របស់យើងនេះហើយយើងប្រើប្រាស់ជាមួយនឹង file មួយទៀតគឺមានថា file មួយទៀតយើងបង្កើតសម្រាប់ជា file style អញ្ចឹងយើងសរសេរមួយមកគឺយើងសរសេរថា style.css ដែលសំដៅទៅលើប្រភេទ style sheet បាទអញ្ចឹង style នេះគឺយើងមាន file ផ្សេងគ្នាគឺយើងមិនមែន link ក្នុងនេះទេគឺយើងប្រើ link ជាមួយផ្សេងអញ្ចឹងមុនហ្នឹងគឺយើង link ជាមួយនឹង H1 អញ្ចឹងឥឡូវយើងសាកសរសេរ style របស់យើង H1 នេះដដែលបាទហើយបន្តមកទៀតគឺយើងប្រើជាមួយសញ្ញាដង្កៀបបាទអញ្ចឹងយើងមានឃើញ apply ទេបាទអញ្ចឹងមានថា file របស់យើងនេះក៏អត់ទាន់ត្រឹមត្រូវទេដោយសារអីដោយសារតែយើងសរសេរអត់ត្រូវនៅក្នុងជាមួយ extension អញ្ចឹងនៅពេលណាដែលយើងសរសេរ extension នេះអត់ត្រូវទេគឺយើង apply ទៅគឺអត់ត្រូវទេហើយមួយទៀតគឺក៏មិនមាន highlight ជាប្រភេទជា format ជាទម្រង់របស់ CSS ដែរអញ្ចឹងមានថាតើយើងសរសេរត្រូវជាមួយនឹងទ្រង់ទ្រាយរបស់ format ត្រឹមត្រូវទើបយើងអាចយកទៅប្រើបានអញ្ចឹងដើម្បីឲ្យយើងអាចមានមើលទៅមានភាពខុសគ្នាឬអត់យើងអាចចូលមកក្នុង style របស់យើងនេះដដែលហើយយើង right click យកពាក្យថា rename អញ្ចឹងយើងបន្ថែមជាមួយអក្សរ C មួយទៀតដើម្បីបញ្ជាក់ថាជាប្រភេទ style CSS បាទអញ្ចឹងនៅពេលណាដែលយើងសរសេរត្រូវគឺយើងនឹងបង្ហាញមកជាទម្រង់បែបនេះអញ្ចឹងបងប្អូនអាចសម្គាល់មើលបានហើយ file CSS នេះគឺវានៅខាងក្រៅគឺមិនមែននៅក្នុង inline របស់យើងបើសិនជាវាក្នុង inline គេហៅថាជាប្រភេទ style ដែលប្រើប្រាស់ជាមួយ inline បាទអញ្ចឹងយើងសាក style ម្ដងទៀតបាទ H1 នេះយើង apply style ឲ្យហើយយើងដាក់ជាមួយនឹង color បាទ color យើងដាក់ពណ៌ផ្សេងទៅឬអាចដាក់ពណ៌ក្រហមក៏បានដែរអញ្ចឹងនេះគឺយើងបដូរទៅជា H2 វិញដើម្បីកុំឲ្យច្រឡំបាទអញ្ចឹង H2 របស់យើងមានពណ៌ប៉ុណ្ណេះគឺយើងទម្រង់បែបនេះវិញអញ្ចឹងយើងប្រើប្រាស់ H2 hello អញ្ចឹងកន្លែងនេះក៏យើងប្រើ H2 ដែរដើម្បីឲ្យចំជាមួយនឹងtext របស់យើងអញ្ចឹងយើងបដូរទៅជាពណ៌ blue អញ្ចឹង H3 របស់យើងគឺមានបន្តទៀតបាទអញ្ចឹង apply ពេលនេះគឺ H3 របស់យើងគឺយើងត្រូវការប្រើប្រាស់ជាមួយនឹង external វិញអញ្ចឹងដើម្បីឲ្យ external របស់យើងដើរគឺយើងប្រើប្រាស់ជាមួយនឹង style របស់យើងគឺប្រើ H3 ណោះបាទ H3 ហើយពណ៌របស់យើងលែងពណ៌ blue ហើយសូមដាក់ពណ៌អីផ្សេងទៅឲ្យកុំឲ្យច្រឡំបាទដូចពណ៌លឿងទៅបាទហើយយើងធ្វើម៉េចទើបអាចឲ្យ H3 របស់យើងមានពណ៌ហ្នឹង H1 H2 ហើយ H3 របស់យើងអត់ទាន់មានទេអញ្ចឹងយើងមើលមក H3 របស់យើងបាទនេះ H1 ដូចគ្នាសូមលុបlại H1 នេះចេញដើម្បីកុំឲ្យច្រឡំព្រោះដោយសារទីពីខាងលើបាទអញ្ចឹង H3 របស់យើងក៏អត់ទាន់មានពណ៌ទេដោយសារអីដោយសារតែ style របស់យើងនេះអត់ទាន់ link ភ្ជាប់ជាមួយនឹង HTML របស់យើងទេអញ្ចឹងយើងធ្វើយ៉ាងម៉េចទើបអាច link មកភ្ជាប់បានអញ្ចឹងយើងមានtag មួយដែលសម្រាប់ link ភ្ជាប់ទៅកាន់ tag ផ្សេងអញ្ចឹងមានពាក្យមួយថា link បាទ link style sheet ហើយមាន href អញ្ចឹង href នេះគឺជាកន្លែងដែលយើងទៅរក file ដែលយើងចង់ link មកអញ្ចឹងជាទូទៅយើងប្រើ href នេះដើម្បី link ភ្ជាប់ទៅលើ tag ផ្សេងឬក៏ link ភ្ជាប់ទៅលើជាមួយនឹង
page ផ្សេងមួយទៀតเนาะបាទអញ្ចឹងពេលនេះគឺយើងដើម្បីបើកជាមួយនឹង root file របស់យើងចូលជាមួយនឹង Express ហើយយើងប្រើប្រាស់ជាមួយនឹង CSS របស់យើងហើយយើងយកជាមួយ style អញ្ចឹងពេលហ្នឹង A3 របស់យើងប្រកាសជាអាចបដូរពណ៌ទៅជាអីបាទដោយសារជា format យើងនេះគឺយើងមានពណ៌ជាមួយនឹងពណ៌ orange ពណ៌ទៅក្រោយហ្នឹងបាទអញ្ចឹងវា link មកហើយអញ្ចឹងនេះគឺជា standard នៅក្នុងការបង្កើតឬក៏ការភ្ជាប់ជាមួយ file CSS របស់យើងអញ្ចឹង CSS របស់យើងគឺយើងអាចប្រើជាមួយ inline នេះយើង apply ទៅលើ inline នេះហើយមួយទៀតគឺយើងអាចប្រើនៅក្នុង internal ទៅក្នុង file តែមួយហើយជំរើសទី3គឺយើងអាចប្រើប្រាស់ជាមួយនឹងការ link ពីចម្ងាយតាមរយៈ file ផ្សេងឬក៏ folder ផ្សេងដែលមានឈ្មោះថា style ឬក៏ប្រភេទ file ផ្សេងទៀតអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយយើងប្រកាសជាអាចអនុវត្តបានហើយគោលការណ៍នៅក្នុងការប្រើប្រាស់ជាទម្រង់បែបនេះគឺវាមានលក្ខខណ្ឌទូទៅឬក៏មានលក្ខខណ្ឌចម្បងដែលគេត្រូវការប្រើប្រាស់មិនមែនយើងអាចចេះតែប្រើបានទាំងអស់ទេបើសិនជាយើងប្រើប្រាស់ inline មានថាក្នុងគោលការណ៍មួយដែលយើង apply ផ្ទាល់ហើយបើយើងប្រើប្រាស់ជាមួយ style sheet គឺយើង apply តែទម្រង់ទូទៅធម្មតាដូចជា body អីជាដើមយើងអាចប្រើប្រាស់ជាទម្រង់ inline នេះទៅអញ្ចឹងដូចជា body របស់យើងចង់ដាក់ image យើងសរសេរក្នុង style ទៅដែរតែយើងសរសេរ tag មួយឈ្មោះថា body បាទយើងសរសេរ body មកហើយយើង apply style គាត់ទៅដាក់ background color ពណ៌អីបាទ background color ពណ៌អីក៏បានដែរឲ្យតែយើងមើលទៅរៀងសន្ទុំបន្តិចបាទអញ្ចឹងយើងបដូរពណ៌មកគឺ background យើងបដូរហើយអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ទាំងអស់គ្នាហើយទីនេះគឺយើងបញ្យល់អំពីការប្រើប្រាស់ជាមួយការដាក់ style ជាមួយនឹង inline ហើយប្រើប្រាស់ style ជាមួយនឹង internal ហើយនឹងប្រើប្រាស់ជាមួយនឹងការ link ភ្ជាប់ពីខាងក្រៅគឺ external បាទអរគុណច្រើនហើយទីទៀតយើងនឹងអនុវត្តទាំងអស់គ្នាហើយយើងនឹងអនុវត្តបន្ទាប់ពីវីដេអូនេះចប់អរគុណច្រើន